សុភាពនារីសូមប្រុងប្រយ័ត្ននិងជួយ share វីដេអូនេះបន្តដើម្បីចែកគ្នាដឹងផងសុភាពនារីដែលប្រើប្រាស់នៅទឹកក្រូចដែលផលិតពីស្ករសិប្បនិមិត្តដើម្បីសម្រកទម្ងន់បើសិនជាអស់លោកអ្នកមិនបានដឹងទេនោះវានឹងនាំឲ្យមានបញ្ហា6យ៉ាងដល់សុខភាពរបស់អស់លោកអ្នកដូច្នេះបងប្អូនគ្មានអ្វីល្អជាងទឹកក្រូចធម្មជាតិរបស់យើងនោះទេប៉ុន្តែបើយើងប្រើទឹកក្រូចដើម្បីសម្រកទម្ងន់បាទទឹកក្រូចកំប៉ុងហ្នឹងដើម្បីសម្រកទម្ងន់នោះវានឹងអាចជះឥទ្ធិពលអាក្រក់និងមានបញ្ហាទាំង6យ៉ាងនេះដល់សុខភាពនារីទាំងឡាយណាដែលចូលចិត្តសម្រកទម្ងន់ដោយការប្រើទឹកក្រូចដែលមានស្ករសិប្បនិមិត្តសុភាពនារីមួយចំនួនដែលចង់បានរាងស្អាតតែងតែជ្រើសរើសការសម្រកទម្ងន់តាមរយៈការទទួលទានទឹកក្រូចសម្រកទម្ងន់ឬគ្មានជាតិស្ករតែផលិតពីស្ករសិប្បនិមិត្តជំនួសវិញការកើតបែបនេះគឺខុសហើយគឺវាមានផលប៉ះពាល់ដែលអាចបង្កជាបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ6យ៉ាងការប៉ះពាល់សុខភាពពីស្ករសិប្បនិមិត្តរួមមាន1ជំងឺបាក់ទឹកចិត្តទឹកផ្លែឈើកំប៉ុងនិងទឹកក្រូចសម្រកទម្ងន់បង្កើតបញ្ហាច្រើនជាងទឹកក្រូចធម្មតាទៅទៀតការស្រាវជ្រាវរកឃើញថាអ្នកពិសាទឹកក្រូចលើសពី10ឆ្នាំងាយនឹងរីករាលដាលបង្កជាជំងឺបាក់ទឹកចិត្តជាងអ្នកមិនផឹកសរហូតដល់30%ឯណោះទី2បាក់ឆ្អឹងត្រគាការស្រាវជ្រាវរបស់សាកលវិទ្យាល័យមួយនៅអាមេរិករកឃើញថានារីនិយមផឹកទឹកក្រូចសម្រកទម្ងន់ឆ្អឹងពួកគេមានភាពរឹងមាំតែជាងនារីមិនផឹកប្រមាណ 4% បើទោះជាពួកគេមានកាល់ស្យូមនិងវីតាមីន D ក្នុងកម្រិតត្រឹមត្រូវក៏ដោយនេះមានន័យថាទឹកក្រូចគ្មានជាតិស្ករដែលផលិតពីស្ករសិប្បនិមិត្តអាចបង្កើនហានិភ័យបាក់ឆ្អឹងត្រគាចំពោះស្ត្រីទី3ឡើងទម្ងន់ទឹកក្រូចសម្រកទម្ងន់ឬគ្មានជាតិស្ករគឺផលិតពីស្ករសិប្បនិមិត្តមានផលប៉ះពាល់ដូចគ្នាទៅនឹងប្រតិកម្មស្ករក្នុងរាងកាយស្ករសិប្បនិមិត្តនឹងបង្កើនកម្រិតអាំងស៊ុយលីនបន្ថយសម្ពាធឈាមធ្វើឲ្យមានអារម្មណ៍ឃ្លានអាហារណាមានជាតិផ្អែមកាន់តែខ្លាំងជាងមុនលើពីនេះអ្នកលើទម្ងន់ដោយសារផឹកភេសជ្ជៈសម្រកទម្ងន់ជាធម្មតាទទួលទានច្រើនជាងអ្នកមិនផឹកពិសាភេសជ្ជៈសម្រកទម្ងន់ទៅទៀតទី4ជំងឺទឹកនោមផ្អែមប្រភេទ2តាមការពិសោធន៍បង្ហាញថាទឹកក្រូចសម្រកទម្ងន់ឬទឹកក្រូចធម្មតាជាទូទៅសារភ្ជាប់ជាមួយនឹងជំងឺអុកស៊ីតកម្មអាហាររបស់រាងកាយហៅថាមេតាបូលីអាចបង្កើនហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមជំងឺបេះដូងនិងជំងឺសរសៃឈាមខួរក្បាលពិសាទឹកក្រូចសម្រកទម្ងន់មួយកំប៉ុងក្នុងមួយថ្ងៃកាន់តែប្រឈមជំងឺទឹកនោមខ្ពស់ជាងមុនរហូតដល់ទៅ67%បើធៀបទៅនឹងអ្នកមិនទទួលទានភេសជ្ជៈប្រភេទនេះទី5រារាំងមុខងាររាងកាយក៏បញ្ជូនសញ្ញាទៅខួរក្បាលប្រាប់ពីការអាហារមានជាតិកាឡូរីច្រើនបំណែកចំណែកទឹកក្រូចសម្រកទម្ងន់ក៏ឲ្យសញ្ញាដែរប៉ុន្តែមិនបង្ហាញថាមានកម្រិតកាឡូរីទេហេតុនេះវាបានបង្កើនភាពស៊ាំនាំឲ្យរាងកាយបាត់បង់អារម្មណ៍និងបដូរសញ្ញាខួរក្បាលដូច្នេះយូរទៅពេលពិសាអាហារមានជាតិស្ករពិតប្រាកដរាងកាយនឹងច្រឡំនាំឲ្យពិបាកបញ្ចេញអាំងស៊ុយលីនដើម្បីបន្ថយសម្ពាធឈាមធ្វើឲ្យឡើងទម្ងន់លើដើមទី6សើចលេងស្អាតកម្រិតអាស៊ីតដ៏គ្រោះថ្នាក់ត្រូវបានរកឃើញក្នុងសារជាតិញៀនដូចជាកាកូអ៊ីនមេតាំហ្វេតាមីននិងទឹកក្រូចសម្រកទម្ងន់អាចនឹងបំផ្លាញធ្មេញម្ដងបន្តិចធ្វើឲ្យបាត់បង់សម្រស់សើចលេងស្អាតតែម្ដង